តិចតិចហើយអ្នកតាប្រាប់ថានាងខុសហើយបើជួបម្ដងទៀតនាងនឹងសុំទោសទេពធីតាចំណែករីឯ skill របស់សិក្ខាសាមានដូចជា skill វាប្រហារចិត្តហើយនិង skill ទ្វារឋានសួគ៌ហើយអ្នកតានឹងក៏បានប្រាប់ឲ្យសាកប្រើមើលវាអាចនឹងបកកាយខ្លាំងអស្ចារ្យកថាបានសិក្ខាសាសាកល្បងប្រើដោយផ្ទាត់ដៃបន្ទាប់មកក៏លេចចេញនៅវត្តមានទ្វារដ៏អាចកំបាំងមួយចេញមកតែម្ដងហើយទ្វារនេះដែរគឺជាទ្វារឋានសួគ៌ដែលអាចទប់ទល់នឹងការវាយប្រហារគ្រប់ប្រភេទទោះបីជាការវាយប្រហារមួយនោះខ្លាំងយ៉ាងណាក៏ដោយគឺថាទ្វារនេះតាន់ដូចខែហើយទ្វារឋានសួគ៌នេះនឹងពិតជាមានអំណាចអស្ចារ្យខ្លាំងក្លាមហាមហិមាតែម្ដងក៏ប៉ុន្តែហ៊ីអ្នកតាចាប់ផ្ដើមគាំងតែម្ដងពីព្រោះថាទ្វារឋានសួគ៌អាចគោស្អីអានឹងទ្វារផ្ទះគាត់ហ្នឹងហ្នឹងហើយហ៊ីនតាឆ្កល់ទៀតចំទ្វារផ្ទះខ្ញុំមិននៅនឹងវិញហ៎ហើយបន្ទាប់មកសាយរីរបស់យើងក៏កាត់ស្លេះត្រឹមប៉ុណ្ណឹងសិនទៅហើយខ្ញុំក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកអង្គុយស្ដាប់ការសម្រាយសាយរឿងដ៏អត់ប្រយោជន៍របស់ខ្ញុំបាទហើយខ្ញុំពិតជាអរគុណណាស់ធំធំហ្មងហើយពេលនេះដែរខ្ញុំបាទកាយជូ number 7ក៏សូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ